Hello ជួបជាមួយខ្ញុំបាទ Mr. EKY ទៀតទេបងប្អូនថ្ងៃនេះយើងនៅសង្ក្រាន្តកោះកុងថ្ងៃទី1បងប្អូនហើយថ្ងៃនេះមនុស្សច្រើនណាស់ហើយក៏មានបងដៃកាមេរ៉ាមកជុំគ្នាច្រើនមែនតើបងប្អូនហើយដោយសារអីថ្ងៃនេះរៀងក៏ងួរតិចហើយដោយសារអីមិនសើមិញត្រូវទឹកភ្លៀងនៅតំបន់ត្រជាក់សង្ក្រាន្តកោះកុងយើងហ្នឹងបងប្អូនអញ្ចឹងនិយាយរៀងក៏ងួរតិចហើយកុំប្រកែប្រកាន់អីហ្នឹងហើយហើយថ្ងៃនេះគឺខ្ញុំលុកចូលតំបន់ត្រជាក់ហ្នឹងហ្មងបងប្អូនហើយលុកចូលតំបន់ត្រជាក់មានអីសើមជោគអស់ពីសើមហើយឥឡូវហ្នឹងក៏ឈឺផងតែធ្វើម៉េចដើម្បីភាពសប្បាយរីករាយរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែលះបង់ខ្លួនហើយជាពិសេសបងប្អូនខេត្តកោះកុងគឺរស់រាយរាក់ទាក់មែនតើអូយបើឃើញយើងចុះទៅថតនៅខាងក្រោមនិយាយទៅគាត់មានបច្ចេកអារម្មណ៍សប្បាយរីករាយហ្មងបងប្អូនអូចាក់ក្បាច់ចាក់អីផងគឺសប្បាយមែនតើអញ្ចឹងថ្ងៃនេះថ្ងៃទី2ជួបគ្នាមួយសាទៀតនៅថ្ងៃទី2នៅមុខសាលាខេត្តកោះកុងទាំងអស់គ្នាហើយមិនធម្មតាបងប្អូនត្រូវទឹកភ្លៀងមកជុំគេហៅធ្វើ MC ទៀតបងប្អូននេះសំខាន់លោកពូនេះអូចាក់ក្បាច់ចាក់ដល់ហើយហ្នឹងហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់រាប់អាន Mr. EKY ទាំងអស់គ្នាបាទថ្ងៃនេះគឺអូយនិយាយទៅឃើញបងយើងរំលេងសប្បាយយ៉ាងមានអារម្មណ៍ថាអូយអែមមែនតើហើយជំមើតិចទៀតអានេះនៅខាងអត់តន់ទឹកទេបងប្អូនណាគេអត់តន់បាញ់ទឹកទេអូថតទៅឃើញនៅអែមសែមឡើយទេបងប្អូនជំមើតិចទៀតទៅដល់កន្លែងក្លុកទីក្រុងនៅកន្លែងគេបាញ់ទឹកឥឡូវនឹងកំពុងតែដើរចូលទៅកន្លែងគេបាញ់ទឹកបងប្អូនលុកលុយទីក្រុងកោះកុងម្ដងមើលវាយ៉ាងម៉េចដែរហើយនេះយើងថតទស្សនវិជ្ជាពីខាងលើឃើញទស្សនវិជ្ជាស្ពានកោះកុងដល់វិញឡាយស្អាតមែនតើហើយមនុស្សច្រើនបងប្អូននេះដែលខ្ញុំនិយាយនេះដល់កន្លែងក្លុកទីក្រុងបងប្អូននេះគឺទឹកមករហូតបងប្អូនហើយតែជាសើបហ្មងនេះឆាកគេបងប្អូនឆាកធំណាឆាកវឌ្ឍនៈបងប្អូនថ្ងៃនេះគេមកលេងបងប្អូនអញ្ចឹងបងប្អូនដែលមកលេងគឺលេងមកអស់ដៃបងប្អូនថ្ងៃនេះអូណែអូយនិយាយទៅគេចាក់ក្បាច់ផងគេអីផងសប្បាយមែនតើនេះអូនេះតែសំខាន់ admin ណាអត់មានមកសៅទេណាហើយទៅប៉ាតផ្ពាល់គេដែរចាំមើលនេះដៃអត់បានទេដៃ admin នេះខូចណាស់ឃើញទេនេះដៃគេអត់ដៃណាគេប៉ាតអត់មានម្សៅហើយដៃ admin អត់មានម្សៅទេឃើញទេដៃលខ្មៅនេះសំខាន់អ្នកឲ្យប៉ាតទៅលើកដៃពីរទៀតណែរំឲ្យមើលទៀតអែមមែនតែនហ្នឹងហើយជាពិសេសបងនេះអូយគឺគាត់មកលេងច្រើននេះអូសប្បាយណាស់បងប្អូនអើយអូគាត់ថាងាយទេបងប្អូនមួយឆ្នាំមានតែម្ដងលេងអស់ដៃបងប្អូនអញ្ចឹងថ្ងៃនេះបងប្អូនលេងហើយណាពូម៉ាក់គេ3កូនយកប្រពន្ធឯមកលេងអស់ហើយចឹងពូម៉ាក់គេមានកូនអស់ហើយអត់តែ admin ទេតែប្រពន្ធក៏មានដែរហ្នឹងហើយឥឡូវនេះក៏មកជួបនៅមុខសាលាខេត្តកោះកុងទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាស្អែកយើងជួបគ្នាបន្តទៅទៀតទោះឈឺប៉ុណ្ណាក៏ដោយក៏ទៅលេងជាមួយបងប្អូនដែរនេះជាពិសេសបងអូនស្រីខ្ញុំនេះបងប្អូនហើយនេះចាំមើលណាអូគេលេងវ៉ែនតាផងអាវផងនិយាយទៅណែគេណែអីយ៉ាគេឃើញយើងអូឃើញយើងគេរាប់មើលកញ្ចក់ដៃគេផងបងប្អូននិយាយទៅមានអ្នករុញមកឲ្យមកជួបអូនស្រីទៀតយើងអត់ដឹងបងប្អូនហើយមនុស្សច្រើនពេកណាគេជាណៃទេច្រើនខ្លាំងបងប្អូនច្រើនខ្លាំងឡងណែនហ្មងនេះសំខាន់ណាបើបានយើងថតចឹងអូគេរែងមើលទៀតចាំផ្លែចាំមើលណែគេញ៉ែគេញ៉ែប្រឡោះមួយសិនបានគេរែងចេញបងប្អូនណែនិយាយទៅពួកគាត់រស់រាយសប្បាយរាក់ទាក់ហើយអ្នកខ្លះក៏គាត់ឃើញកាមេរ៉ាគាត់អៀនគាត់រត់ចឹងអត់អីទេសម្រាប់បងប្អូនណាដែលគាត់អៀនកាមេរ៉ាបើខ្ញុំថតជាប់ហើយអត់អីទេខ្ញុំជួយ delete ឲ្យវិញបានតែឥឡូវនេះគឺយើងបន្តមករំលេងកំសាន្តជាមួយនឹងបង DJ បាទសប្បាយមែនតើបងប្អូនអើយ DJ ក៏រស់រាយរាក់ទាក់និយាយទៅសប្បាយថ្ងៃនេះគឺខ្ញុំធ្វើឲ្យបងប្អូនអស់ចិត្តតែម្ដងណាបងប្អូនអញ្ចឹងថាលះបង់គ្រប់បែបយ៉ាងហើយញ៉ែបងប្អូនហើយលុយ
ទឹកផងអីផងហើយអូយអ្នកបាញ់ក៏បាញ់អ្នកប៉ាត់សៅក៏ប៉ាត់សៅអេដមីនគ្រប់គ្នាឡើងនិយាយទៅអរគុណខ្លាំងមែនតើនេះសំខាន់ណាសំខាន់ណាស់គេរែងឲ្យមើលគេរួមឲ្យមើលអូយសប្បាយចិត្តណាស់ពេលយើងថតទៅឃើញគេរួមគេអីចឹងមានអារម្មណ៍សប្បាយចិត្តហ្នឹងបងសប្បាយចិត្តខ្លាំងហ្នឹងហើយហើយកុំភ្លេចស្អែកយើងនៅជួបគ្នាបន្តទៀត3ថ្ងៃជាប់គ្នាហើយនេះអីថតឯងថតរត់យ៉ាប់មកស្រីស្អាតហ្នឹងហើយឥឡូវនេះយើងបន្តទៀតហើយហ្នឹងហើយអូយហ្នឹងហើយដើរថតគេនេះមិនមែនទីទេលះបង់ហើយថាដឹងតែសើមហើយខ្លួនឯងផ្ដាសាយឲ្យចូលកន្លែងសើមបងប្អូនគិតមើលថាវាមិនឈឺបានសម្រេចនឹងឯងមានអីទេមានតែប៉ុណ្្នឹងឯងហើយនេះពូម៉ាក់ខ្ញុំកកើគេក៏មកលេងដែរអូយណែសំខាន់បងប្អូននេះគឺសប្បាយដល់ហើយអូនិយាយទៅគេឃើញយើងគេរស់រាយរាក់ទាក់គេរំអីចឹងមានអារម្មណ៍សប្បាយមែនតើបងប្អូននេះពេលណាយើងថតហើយឃើញពួកគាត់រំចឹងមានអារម្មណ៍ថាសប្បាយមែនតើនេះឃើញណាអូគេឃើញយើងភ្លាមគេរំហ្មងអេមកនិយាយទៅមានអារម្មណ៍ថាសប្បាយចិត្តមែនតើដែរបងប្អូនយើងគាត់មានការគ្រប់ស្រឡាញ់យើងចឹងបងហ្នឹងហើយអរគុណទាំងអស់គ្នាដែលមានការគ្រប់ស្រឡាញ់ហើយក៏អរគុណដល់បងប្អូនទាំងអស់ដែលបានមកលេងសង្ក្រាន្តកោះកុងថ្ងៃទី1ទាំងអស់គ្នាណាសំខាន់ពូដាក់ទៅពូចូលឆ្នាំមានតែម្ដងដាក់ទៅនិយាយទៅសប្បាយមែនតើចឹងបងប្អូនដែលអ្នកខេត្តកោះកុងទាំងអស់គ្នាសូមលេងសង្ក្រាន្តនៅមុខសាលាខេត្តរំបានច្រើនទាំងអស់គ្នាដើម្បីជួបជាមួយ admin EKY ទាំងអស់គ្នាហ្នឹងហើយឥឡូវនេះក៏ជិតដល់ទីបញ្ចប់ដែរអញ្ចឹងមានតែថតរូបវីដេអូឲ្យបងប្អូនមើលហើយបងប្អូនអើយនិយាយទៅមនុស្សដល់ហើយសំខាន់កោះកុងសម្បូរស្រីស្អាតណាស់បងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកលេងកម្សាន្តជាមួយនឹងថ្ងៃសង្ក្រាន្តកោះកុងទាំងអស់គ្នាយើងនៅ2 3ថ្ងៃទៀតណោះបានចប់អញ្ចឹងបងប្អូនទិដ្ឋភាពនៅខាងខេត្តកោះកុងគឺមានសមុទ្រចឹងបងប្អូនមកលេងបានលេងទាំងថ្មសមុទ្របានលេងទាំងទឹកសមុទ្របានលេងទាំងសង្ក្រាន្តកោះកុងនិយាយទៅ3 in 1អញ្ចឹងបងប្អូនគឺអាចមកលេងកម្សាន្តនៅខេត្តកោះកុងទាំងអស់គ្នាសប្បាយរីករាយរួមលេងកម្សាន្តជាមួយនឹង DJ ល្បីនិងជួបជាមួយនឹង admin EKY ផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នានៅចាំឲ្យទៀតសង្ក្រាន្តកោះកុងថ្ងៃទី2រងចាំបងប្អូនហើយបងប្អូនមើលទស្សនភាពមនុស្សទៅបងប្អូនហើយនេះខ្ញុំថតពីលើឆាកបងប្អូនពេលល្ងាពេកដឹកទៅណាមានតែរត់ឡើងលើឆាកបងប្អូនហើយបើតែរត់ឡើងលើឆាកអត់គេអត់បាញ់ទឹកបើថានៅក្រោមគឺមិនរួចទេគឺត្រូវបើមិនទឹកម្សៅពេញខ្លួនអស់ហើយជួបហើយនឹងថ្ងៃនេះក៏បកគុណបង DJ មែនតើគាត់ប្រឹងលេងបងគិតទៅតាំងពីម៉ោង1ដល់ម៉ោង6យប់អរគុណ DJ ដែលបានជួយចាក់ភ្លេងកំសាន្តដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នានិយាយទៅសប្បាយណាស់បងប្អូនអើយសប្បាយខ្លាំងមែនតើហើយបងប្អូនយើងមកលេងនេះហើយឡានទឹកអូគាត់បាញ់និយាយទៅប្រហែលឡានទៅអូនបាញ់ខាងមុខផងខាងក្រោយផងខាងឆ្វេងផងខាងស្ដាំផងដែលបងប្អូនឃើញនេះអូទឹកដល់បាញ់ហើយទៅហើយក៏អរគុណបងសមត្ថកិច្ចដូចគ្នាហ្នឹងហើយដែលគាត់បានជួយការពារយើងមិនថាសមត្ថកិច្ចមិនថាកងរាជអាវុធហត្ថទេបាទគាត់មកការពារនៅនឹងហើយក៏អរគុណដល់ថ្នាក់ដឹកនាំខេត្តទាំងអស់គ្នាដែលគាត់បានបង្កើតកម្មវិធីនេះឡើងយ៉ាងអធិកអធមឲ្យមានបងប្អូនយើងមកលេងយ៉ាងច្រើនកកកបែបនេះហើយឯកហ្នឹងគឺយើងមានលេងកម្មវិធីល្អដូចជាទាញព្រាត់បោះអង្គុញលាក់កសែងអញ្ចឹងបងប្អូនអាចចូលរួមទាំងអស់គ្នានៅក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្តជាច្រើនដើម្បីចូលរួមលេងកម្សាន្តទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនសូមអញ្ជើញចូលរួមលេងកម្សាន្តឲ្យបានច្រើនកកកហើយបន្ទាប់មកយើងនឹងរួមលេងកម្សាន្តជាមួយនឹង DJ ទាំងអស់គ្នាបាទឥឡូវនេះក៏សូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា
ជួបគ្នានៅម៉ោង9ព្រឹកនៅទីលានមុខសាលាខេត្តកោះកុងសង្ក្រាន្តកោះកុងថ្ងៃទី2សូមស្វាគមន៍បាយបាយ